បើសិនជាបងប្អូនតមតាពាំងបងប្អូនអាចស្លតាមរបៀបនេះបានព្រឹកមិញខ្ញុំទៅផ្សារឃើញបងប្អូនជនជាតិដើមភាគតិចគាត់លក់កុំចក់ខ្ចីច្រើនអញ្ចឹងខ្ញុំជួយទិញគាត់មកចំហៀងយកមកស្លប្រហាលាយសាច់ជ្រូក3ជាន់និងប្រហុករៀងចាស់បន្តិចហើយដោយសារបន្លែរបស់យើងអត់ត្រូវការរំងាស់យូរខ្ញុំក៏អត់បានដាក់អង្គរដែរខ្ញុំដាក់បាយមកវែកចូលនិយាយពីរបៀបស្លហ្នឹងគឺថាខ្ញុំលាយគ្រឿងដាក់ក្នុងឆ្នាំងរួចរាល់ហើយបានទើបលើចក្រានពេលដែលសម្លរបស់យើងពុះហើយបានខ្ញុំដាក់បង់ត្រីចូលហើយគ្រប់មុខម្ហូបរបស់ខ្ញុំបើសិនជាមានពេលខ្ញុំដាំទឹកក្តៅចាក់បែបហ្នឹងបានស្លយើងងុំល្អនេះបើសិនជាមានពេលដែរទេបើថាបញ្ញាប់ហ្នឹងចកាច់ចកើដូចតែគ្នាទេបងប្អូនអើយមើលទៅខុសទាស់អីខ្ញុំថៃថាវ៉ាន់ក៏លេចមកមើលស្លរបស់ខ្ញុំនេះថែមគ្រឿងមកល្មមត្រូវចិត្តហើយខ្ញុំក៏បងខ្ទិះដើមបង្ហើយបន្ទាប់មកកូននេះដាក់ម្ទេសផ្លោកពួកអីស្លប្រហើដាក់ម្ទេសផ្លោកនិយាយពីត្រូវណាស់ហើយបើបានខ្ចៅបានអីទៀតនិយាយពីឆ្ងាញ់យ៉ាងណាទេបងប្អូនអើយប៉ុន្តែឆ្នៃតាមជាក់ស្ដែងមានបន្លែប្រមាណដាក់ប៉ុណ្ណឹងចុងក្រោយយើងដាក់បន្លែខៀវមានត្រួយល្ពៅនិងត្រួយបាសនេះអូបើបានស្អំទៀតមិនដឹងឆ្ងាញ់យ៉ាងណាទេឃើញបងប្អូនខ្លាចចូលចិត្តស្លបង់ដូងទេសម្រាប់ខ្ញុំស្លម្ជូរគ្រឿងស្លប្រហើបែបហ្នឹងចូលចិត្តណាស់ដាក់ដូង